Voice Cambodia ឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិបាទខ្ញុំបានឈ្មោះវងតារារតនាគឺជាកូនទោលមួយរូបនៅក្នុងគ្រួសារសប្តាហ៍ថ្ងៃខ្ញុំមានអាជីពមួយជាអ្នកចម្រៀងមួយរូបផងដែរនៅក្នុងក្លឹបរាត្រីរតនាជាអ្នកចម្រៀងហើយមិនបានសម្រេចចិត្តចូលរួមក្នុងកម្មវិធីប្រឡងនេះតាមការពិតទៅចាប់អាជីពជាតារាចម្រៀងមកយូរដែរហើយក៏ប៉ុន្តែអត់ដែរបានឆ្លងកាត់ជាមួយនឹងការប្រឡងទេហើយម្យ៉ាងទៀតគឺមានការជំរុញពីមិត្តភ័ក្តិក៏ដូចជាបែនបាទគាត់ថាអេសាកបងមើលព្រោះថាជាយូរហើយអាចធ្វើបានក្នុងអាជីពរបស់ខ្ញុំសប្តាហ៍ថ្ងៃគឺជាតារាចម្រៀងនេះវាជំរុញឲ្យខ្ញុំដែលហៅថានិយាយភាសាសាមញ្ញគឺអត់ខ្លាចឆាកអារម្មណ៍យ៉ាងម៉េចដែរបានចូលរួមនៅក្នុងការជំរុញវគ្គ Blind Audition គឺរំភើបមែនទែនហើយគិតថាអស្ចារ្យខ្ញុំគឺជាបេក្ខជនមួយរូបដែលត្រូវបានជ្រើសរើសនៅក្នុងចំណោមមនុស្សចំនួន 3000 នាក់ជាងហើយបន្តិចទៀតនេះខ្ញុំនឹងបង្ហាញទៅដល់បងប្អូនទាំងអស់គ្នាក៏ដូចជាខ្វាច់ទាំង4ឲ្យបានសប្បាយនិងរំភើបនិងចាប់អារម្មណ៍ពីសម្លេងរបស់ខ្ញុំធ្វើបានខ្ញុំក៏ធ្វើបានដូចគ្នាខ្ញុំគាំទ្រអ្នកដូចគ្នាវ៉ាវអរគុណកញ្ញានុបបៃរិទ្ធធ្វើបានខ្ញុំក៏ធ្វើបានអូបេះដូងខ្ញុំរំភើបខ្លាំងណាស់បងឈ្មោះអីបងរតនា I love you Me tooរតនា I love you too I love you ចាបងសប្តាហ៍ថ្ងៃមានធ្វើការបម្រើការងារនៅទីណាឬក៏នៅក្នុងក្លឹបរាត្រីមួយនៅក្នុងក្លឹបរាត្រីមួយសូមជួបរតនាអាយុប៉ុន្មានហើយ31អូខេស្រុកកំណើតខ្ញុំហៅគាត់បងភ្នំពេញអូខេខ្ញុំធ្លាប់ជួបបងពីមុនមកគឺខ្ញុំទៅធ្លាប់ទៅអង្គុយទស្សនាបងមកហើយខ្ញុំអត់នឹកស្មានថាជាសម្លេងរបស់បងហើយពិតជាបងមកប្រឡងក្នុងកម្មវិធី The Voice Cambodia នេះទេបាទដោយសារ
មូលហេតុអីបងមូលហេតុអីអាសាមើលទៅខាងបែកខាងអឺរ៉ុបគាត់មានកម្មវិធីនេះហើយបងចាប់អារម្មណ៍កម្មវិធីចាប់អារម្មណ៍ហើយក៏ដល់ពេលហើយស្រុកខ្មែរមានចាំបងគិតថាបងនឹងចូលរួមអូយខ្ញុំរំភើបចិត្តដែលបងចូលរួមនៅក្នុងកម្មវិធីនេះខ្ញុំចង់ឃើញបងហើយខ្ញុំចង់ឃើញការសម្ដែងរបស់បងបែបនេះសម្លេងច្រៀងរបស់បងខ្ញុំមិនដឹងបរិយាយមិនទេខ្ញុំដឹងថាបងពិតជាអស្ចារ្យខ្លាំងណាស់អរគុណចាចំនេះខ្ញុំបងអំបញ្ញមិញនេះកន្លែងតាអូកំពុងទៅគេដែរចាប់តែរៀបផ្ទះហើយអញហើយចប់ហ៎តែពិតអត់ត្រូវណាទៅដល់ខ្ញុំទេក៏តែយ៉ាងណាក៏ដោយនេះខ្ញុំពិតជាចង់ចុចបើក៏តែដោយសារតែខ្ញុំអត់បានដឹងថាភ្លេងទីងបន្ទោះលោកគ្រូបងចាដូច្នេះយ៉ាងណាគឺខ្ញុំជូនពរបងយ៉ាងណាក៏មានខូចដល់តែ3រូបដែលជ្រើសរើសจากបងផងដែរចាអរគុណសួស្ដីបងរតនាបាទសុខសប្បាយយើងធ្លាប់ជួបគ្នាដែរណាអរគុណខ្លាំងណាស់ខ្ញុំក៏នឹកស្មានថាបងមកចូលរួមកម្មវិធី The Voice នេះដែរបាទខ្ញុំចាំសម្លេងបងយូរហើយសម្លេងរកបែបនេះក្រុមខ្ញុំអត់ទាន់មានទេបាទសម្លេងបងពិតជាពីរោះសម្លេងបងពីរោះមែនតើជាពិសេសគឺស្រែកអូសម្បីតែខ្ញុំពេលខ្លះខ្ញុំធ្វើអត់បានខ្ញុំតែគ្មានអ្នកដូចសម្លេងដែលគាត់ស្រែកគ្មានអ្នកដូចទេគ្មានអ្នកដូចបាទល្អមែនតើខ្លាំងមែនតើស្រែកខ្លាំងជាងម្ចាស់ដើមទៀតសំឡេងល្អមែនតើអានេះសម្រាប់ខ្ញុំផ្ទាល់បងធ្វើបានល្អសម្រាប់ថ្ងៃនេះហើយខ្ញុំជឿថាបងធ្លាប់ឆ្លងកាត់បទពិសោធន៍ជាមួយនឹងសិល្បៈច្រើនបាទបងមានខ្លះខ្ញុំមានខ្លះយើងចាប់ដៃគ្នាអូខេបងជាមួយនឹងលោកគ្រូទាំងអស់នៅក្នុងក្រុម The Voice Cambodia បាទធ្វើឲ្យបងក្លាយជាតារាចម្រៀងរ៉ុកមួយដ៏ល្បីនៅក្នុងប្រទេសកម្ពុជាបាទអរគុណសូមជម្រាបជូនអរគុណដោយសារខ្លាំងពេកខ្ញុំស្ទើរតែរកអីនិយាយអត់បានបាទសម្រាប់លោកខ្ញុំយកឃើញថា style rock ពិតជាស័ក្តិសមសម្រាប់លោកបាទបងចាលោកមានគេហៅថា style មួយសម្រាប់ខ្លួនឯងគឺ rock បាទហើយ rock នេះមិនមែន rock ប្រឡេងប្រឡំទេគឺ rock ពិតប្រាកដគួរឲ្យស្ងើចសរសើរអ្វីដែលសំខាន់គឺនៅក្នុងក្រុមរបស់ខ្ញុំគឺអត់មានសម្លេងប្រភេទ rock ទេខ្ញុំពិតជាត្រូវការខ្លាំងប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំស្ងើចសរសើរនោះគឺលោកបានមកអង្រួនឆាកប្រកួតនៅក្នុងថ្ងៃនេះ The Voice Cambodia ឲ្យមានភាពអស្ចារ្យលោកពិតជាមាន talent គួរឲ្យស្ងើចសរសើរដែលអ្នកផងពិបាកនឹងធ្វើជាស្រ័យចាអ្វីដែលបងរតនាមានបាទនាងខ្ញុំអាចនិយាយថាគ្មានអ្នកដទៃណាមួយអាចធ្វើបានដូចបងទេបាទព្រោះថាប្រភេទបទ rock ពិបាកច្រៀងណាពិបាកច្រៀងមែនតើគាត់បកស្រាយបានយ៉ាងល្អមានទំនុកចិត្តលើខ្លួនឯងមែនតើហើយបងសំជាតារាចម្រៀងដែលល្បី I want you ខ្ញុំចង់រួមការងារជាមួយនឹងបង I want you អូខេជាស្រ័យជាការងារចិត្តរបស់បងជាស្រ័យចេះសុំបងបបលអីថយក្រោយម្ដងទៀតចុចសាថ្មីអត់បានទេចាបើសិនបើខ្ញុំបាត់បង់លោកនៅក្នុងឱកាសនេះខ្ញុំពិតជាពិបាកចិត្តខ្លាំងជាស្រ័យម្ដងទៀតបានទេខ្ញុំមានការងារជាច្រើនត្រូវធ្វើជាមួយបងបាទហើយខ្ញុំចង់ឡើងច្រៀង concert មួយបងទៀតខ្ញុំរំពឹងការបទពិសោធន៍របស់ខ្ញុំទាំងប្រមាណខ្ញុំប្រកល់ឲ្យបងទាំងអស់អូខេនេះជាការសម្រេចចិត្តរបស់បងអ្នកទាំងអស់គ្នាសិតតែជាដួងតារាបាទនៅក្នុងចិត្តរបស់ខ្ញុំបាទទាំង4ដួងតែម្ដងក៏ប៉ុន្តែអូយថ្ងៃនេះដូចជាពិបាកសម្រេចក៏ប៉ុន្តែបើកម្មវិធីបាទតម្រូវឲ្យជ្រើសរើសយកតែមួយដូច្នេះបញ្ញាអរគុណជូនពររតនាគឺពិតជាបេក្ខជនមួយរូបដែលស័ក្តិសមបំផុតនៅការចុចប៊ូតុងរបស់យើងទាំងអស់គ្នាគាត់អាច
អាចទទួលបានជ័យលាភីបន្ទាប់មកគាត់បានជ្រើសរើសយកខ្ញុំនេះគឺជាអារម្មណ៍រំភើបរបស់ខ្ញុំដែលអាចបកស្រាយអរគុណសាទររតនាអរគុណសាទរបាទអូខ្ញុំទឹកកាំងខោហើយសឹងតែផ្លេចប្រូមកផ្លែហ្នឹងណាពេលគឺគាត់ពេលដែលគ្រាន់តែជាបាត់រកព្រាមគាត់ទប់អត់ជាប់ហ្មងខ្ញុំឃើញតែការជ្រើសរើសបាត់ព្រាមរបស់គាត់សមត្ថភាពមែនចាវយអេមបូឌីឧបត្ថម្ភផ្ដាច់មុខដោយស្រាបៀរកម្ពុជាស្រាបៀរជាតិមោទនភាពជាតិ